ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះមេស្រីហួរជាសាស្ត្រណឌីថ្ងៃនេះខ្ញុំសូមមកធ្វើការសង្ខេបតកតងទៅនឹងការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់កាលដែលផ្អែកលើការវិតម្លៃបញ្ចប់ទីមួយយើងនិយាយពីការវិតម្លៃតាមដំណាក់គឺជាដំណើរការនៃការប្រមូលផលតាំងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អគឺព័ត៌មានត្រឡប់ទៅដល់សិស្សហើយនឹងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដើម្បីលើកកម្ពស់សមិទ្ធផលហើយចំពោះវត្តនៃដំណើរការវិញមានដូចជាការប្រមូលផលតាំងនៃការសិក្សាដូចជាតាមរយៈការសង្កេតហើយនិងការសួរសំណួរទី2វិតម្លៃផុសតាងទី3ផ្ដល់មតិត្រឡប់ដល់សិស្សទី4ការកែលម្អនៃការបង្រៀនហើយចំពោះប្រភេទនៃការវិតម្លៃមានដូចជាការវិតម្លៃក្នុងម៉ោងសិក្សាការវិតម្លៃក្នុងម៉ោងសិក្សាគឺកើតឡើងនៅពេលដែលការបង្រៀននិងរៀនកើតឡើងដោយបញ្ចូលទៅតាមការបង្រៀនភ្លាមតាមរយៈការសង្កេតរបស់គ្រូការសួរសំណួរមតិកែលម្អទាន់ពេលវេលាហើយនិងការកែសម្រួលភ្លាមវាមានប្រសិទ្ធភាពបំផុតក្នុងការបង្កើតសមិទ្ធផលរបស់សិស្សហើយបន្តមកទៀតគឺការវិតម្លៃតាមដំណាក់កាលដែលផ្អែកទៅលើការវិតម្លៃបញ្ចប់ចំណុចនេះយើងប្រើប្រាស់ដូចជាលំហាត់ដែលមានរចនាសម្ព័ន្ធជាបូរេតេសកិច្ចការផ្ទះសំណួរខ្លីៗហើយនឹងលទ្ធផលប្រឡងចុងឆមាសដើម្បីផ្ដល់ព័ត៌មានត្រឡប់ហើយនឹងកែលម្អការបង្រៀនទី2យើងនិយាយតកតងទៅនឹងយុទ្ធសាស្ត្រប្រមូលផុសតាំងនៃការសិក្សាចំណុចសំខាន់ក្នុងការវិតម្លៃក្នុងម៉ោងសិក្សាគឺការសួរសំណួរហើយនិងការសង្កេតរបស់គ្រូចំពោះការសង្កេតគឺគ្រូគាត់ចាំបាច់ត្រូវតែសង្កេតមើលពីធម្មជាតិនៃការចូលរួមរបស់សិស្សតកតងទៅនឹងបំណិនជាលក្ខណៈអន្តរបុគ្គលភាពត្រឹមត្រូវនៃចម្លើយនិងកម្រិតនៃការយល់ដឹងហើយនិងចំណាប់អារម្មណ៍របស់សិស្សការសង្កេតទាំងអស់នេះគឺមានដូចជាអាកប្បកិរិយាដែលមិនមែនជាពាក្យសម្ដីដូចជាភាសាកាយវិការការបញ្ចេញទឹកមុខហើយនិងទំនាក់ទំនងភ្នែកដែលជារឿយៗគឺវាឆ្លុះបញ្ចាំងពីអ្វីដែលសិស្សគិតជាងអ្វីដែលពួកគេនិយាយហើយទី2គឺសំណួរផ្ទាល់មាត់គឺគ្រូគាត់អាចចំណាយពេលរហូតដល់1/3នៃពេលវេលាបង្រៀនដើម្បីសួរសំណួរហើយសំណួរល្អអាចបត់បែនបានហើយនឹងកែប្រែទៅតាមចម្លើយជាក់ស្ដែងរបស់សិស្សចំពោះចំណុចទី3និយាយទៅនឹងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពគឺជាការឆ្លើយតបរបស់គ្រូហើយទៅនឹងសិស្សបន្ទាប់ពីពួកគេបានបង្ហាញចំណេះដឹងហេតុផលហើយនឹងជំនាញឬការអនុវត្តរបស់ពួកគេហើយចំពោះប្រភេទនៃមតិកែលម្អមានដូចជាទី1គឺការពិនិត្យមើលគឺជូនដំណឹងអំពីភាពត្រឹមត្រូវនៃចម្លើយឬទទួលស្គាល់ចម្លើយដោយមិនមានព័ត៌មានបន្ថែមនៅទី2តកតងនឹងការពង្យល់លម្អិតគឺរួមបញ្ចូលជាមួយនឹងការពង្យល់អំពីមូលហេតុដែលចម្លើយមិនត្រឹមត្រូវហើយនឹងការវិភាគពីកំហុសហើយនឹងការផ្ដល់ជាគំនិតឬក៏ត្រួសត្រាយផ្លូវឲ្យសិស្សរៀនពីចម្លើយអីដែលត្រឹមត្រូវហើយចំពោះលក្ខណៈដែលត្រូវពិចារណាមានដូចជាបរិមាណពេលវេលាមធ្យោបាយអ្នកទទួលហើយនិងប្រភេទនៃកិច្ចការចំពោះចំណុចទី4យកនិយាយអំពីការកែលម្អការបង្រៀនក្រោយផ្ដល់មតិត្រឡប់improving instruction បន្ទាប់ពីទទួលបានព័ត៌មានពីការវិតម្លៃគ្រូត្រូវតែកែលម្អការបង្រៀននឹងតាមរយៈការសិក្សាដែលផ្អែកទៅលើសមត្ថភាពឬក៏ជាភាសាអង់គ្លេសយើងនិយាយថា competency based learning មានន័យថាគឺជាការផ្លាស់ប្ដូរការបង្រៀនឲ្យឆ្លើយតបទៅនឹងភាពចម្រុះរបស់សិស្សមួយទៀតគឺការឆ្លើយតបដោយមានអន្តរាគមន៍ជាភាសាអង់គ្លេស respond with intervention ហើយនឹងការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នា teaching to respond to student different ហើយនឹងចំណុចមួយទៀតការកែលម្អការបង្រៀនដោយវត្តចុះឡើងច្រើនដង teaching improvement through multiple cycle តាមរយៈដូចជាការអានបន្ថែមការបង្រៀនជាបុគ្គលឬក៏ការងារជាក្រុមតូចៗអីជាដើមហើយចំពោះការកែលម្អការបង្រៀនក្រោយការផ្ដល់មតិត្រឡប់ហ្នឹង
ទីមួយការសិក្សាប្រកបដោយសមត្ថភាពការសិក្សាប្រកបដោយសមត្ថភាពហ្នឹងគឺមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្ដូរគំនិតនៃការអប់រំបច្ចុប្បន្នដែលបង្រៀនសិស្សទាំងអស់តាមវិធីដូចគ្នាដោយជំនួសមកវិញជាមួយនឹងការបង្រៀនដោយឆ្លើយតបជាមួយនឹងភាពចម្រុះរបស់សិស្សដើម្បីទទួលបានជោគជ័យនៅក្នុងមុខវិជ្ជាសិក្សាហើយចំពោះការឆ្លើយតបដែលមានការអន្តរាគមន៍វិញគឺតាមរយៈការពិនិត្យតាមដានសិស្សឲ្យដិតដល់ហើយនឹងជាប្រចាំដើម្បីផ្ដល់ការអន្តរាគមន៍តាមបែបការបង្រៀននិងរៀនជាប្រព័ន្ធដែលសមស្របហើយចំពោះការបង្រៀនដែលឆ្លើយតបទៅនឹងភាពខុសគ្នារបស់សិស្សគឺមានធាតុ5ទី1គឺបរិស្ថានថ្នាក់រៀនទី2កម្មវិធីសិក្សាទី3ការវិតម្លៃទី4ការបង្រៀននិងរៀននិងទី5ការគ្រប់គ្រងសិស្សនៅក្នុងថ្នាក់ចំពោះវឌ្ឍនភាពសិក្សារបស់សិស្សវិញគឺជាយកអញ្ញបានថាវាគឺជាផែនទីមួយក្នុងពេលវេលាណាមួយដើម្បីដឹងពីព័ត៌មានអ្វីខ្លះដែលត្រូវប្រមូលពីការយល់ដឹងរបស់សិស្សហើយនឹងឆ្លើយតបជាមួយនឹងការកែលម្អការបង្រៀនដែលចាំបាច់ហើយនឹងអាចធ្វើឲ្យគ្រូគាត់អាចបន្ស៊ាំសកម្មភាពសិក្សាជាមួយនឹងវឌ្ឍនភាពសិក្សារបស់សិស្សហើយនឹងដើម្បីដឹងពីលក្ខណៈវិនិច្ឆ័យសម្រាប់ការវិតម្លៃការប្រកបដោយភាពជោគជ័យរបស់សិស្សក្នុងជំហាននីមួយៗ